ថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook និង TikTok បានចែករំលែកនៅវីដេអូមួយរបស់តារាសម្ដែងជើងចាស់ល្បីឈ្មោះអ្នកស្រីច័ន្ទតារាទីលើកឡើងពីមនុស្សបច្ចុប្បន្នដែលចូលចិត្តហៅគ្នាថាម៉ែក្នុងវីដេអូនោះអ្នកស្រីច័ន្ទតារាទីបានរៀបរាប់ក្នុងន័យថាហើយក៏ចង់និយាយដែរមនុស្សឥឡូវមិនដឹងយ៉ាងម៉េចឃើញអ្នកណាក៏អ្នកគ្រូម៉ែបងថាឲ្យទៀតអ្នកខ្លះចាស់សឹងចំណាស់ប្តីយើងតពេលឃើញយើងម៉ែខ្ញុំថាណែកហៅម៉ែនឹងអាម៉េចខ្ញុំធ្លាប់យកខ្លួនឯងនោះពីការព្រោះអត់ចូលចិត្តនិយាយឲ្យត្រង់ភាកច្រើនអ្នកនៅក្នុងសិល្បៈប្រហែលជាដឹងហើយយ៉ាងណាមិញក្នុងវីដេអូនោះដែរក៏មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិរៀងខ្លួនដោយក្នុងនោះមានទាំងការពេញចិត្តនិងខ្លះទៀតក៏បញ្ចេញយោបល់តាមការយល់ឃើញរៀងខ្លួនចំពោះការលើកឡើងរបស់តារាភាពយន្តជើងចាស់ច័ន្ទតារាទីយ៉ាងណាមិញក្នុងនោះគេក៏បានឃើញកូនស្រីបង្កើតរបស់វាសិល្បករអ្នកស្រីឌីសាវ៉េតគឺកញ្ញាឌីសូលីដែលជានាដការបាំក៏បានចេញមកបញ្ចេញមតិរបស់ខ្លួនព្រមទាំងលើកឡើងថាអ្នកម្ដាយរបស់កញ្ញាក៏មិនសូវចូលចិត្តឲ្យគេហៅម៉ែដែរកញ្ញាឌីសូលីបានរៀបរាប់ថាម្ដាយខ្ញុំក៏មិនសូវចូលចិត្តដែរគ្រាន់តែគាត់មិនមាត់តែបើគាត់ទៅខ្ញុំនិយាយទៅកាន់នរណាម្នាក់ហៅម៉ែគាត់សួរភ្លាមថាយ៉ាងម៉េចទៅត្រូវហៅម៉ែភាសាខ្មែរគេមានឲ្យប្រើតើអ្នកមីងលោកអ៊ំប៉ុណ្ណេះគឺពាក្យសំក្នុងការប្រើសម្រាប់ក្មេងនិយាយទៅកាន់មនុស្សចាស់ហើយ